ក្រុមអង្គរវេរតំណាងឲ្យក្រុមកម្ពុជាឡើងទៅកាន់ការប្រកួត Asian Games 2026នេះគឺបានយកឈ្នះទៅលើក្រុមដែលខ្លាំងចាំ MLB ហើយគឺក្រុមហ្វីលីពីននៅក្នុងលទ្ធផល2-1ហើយក៏បានយកឈ្នះទៅលើក្រុមវៀតណាមនៅក្នុងលទ្ធផល2-0មកដែរយើងមិនរំពឹងថាក្រុមកម្ពុជារបស់យើងធ្វើបានល្អខ្លាំងដល់ប៉ុណ្នេះទេខ្ញុំអាចគិតថាវាយបានមិនថាក្រុមហ្វីលីពីនថាក្រុមវៀតណាមគឺយើងអាចវាយបានស្មើដៃគ្នាប៉ុន្តែនេះគឺក្រុមកម្ពុជារបស់យើងវាយយ៉ាងល្អឥតខ្ចោះស៊ីដាច់ទៅលើក្រុមទាំងពីរនេះយើងនិយាយពីវៀតណាមមិនមានអីនិយាយច្រើនទេដោយសារតែវៀតណាមគឺជាក្រុមមួយដែលទើបតែចាប់ផ្ដើមវិស័យ Mobile Legends នេះទេគឺយើងធ្លាប់ឈ្នះច្រើនដងមកហើយប៉ុន្តែក្រុមហ្វីលីពីនជាក្រុមដែលខ្លាំងតែយើងអាចវាយស្មើដៃមួយគេហើយយើងអាចយកឈ្នះទៅលើគេទៀតខ្ញុំពិតជា respect ចំពោះ Five Man Roster របស់ Vigor Epic មែនតើដែលគាត់ធ្វើបានល្អព្រមទាំង coach Naga ជាមួយនឹង Bob ដែលគាត់រៀបចំ trust ឲ្យទៅ player លេងដូចជារៀបចំនៅយុទ្ធសាស្ត្រផ្សេងៗហើយដឹកនាំក្រុមកម្ពុជារបស់យើងទទួលបាននូវលទ្ធផលយ៉ាងល្អដូច្នេះខ្ញុំក៏សង្ឃឹមថាការប្រកួតក្រោយៗទៀតដែលត្រូវប៉ះគ្នាជាមួយនឹងម៉ាឡេស៊ីក៏ដូចជាឥណ្ឌូនេស៊ីសង្ឃឹមថាពួកគាត់នឹងធ្វើបានល្អដោយការប៉ះជាមួយនឹងក្រុមហ្វីលីពីននេះជាមួយរងខ្ញុំគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នានឹងចូលចិត្តនៅវីដេអូនេះបើចូលចិត្ត complete follow like ម្នាក់មួយផងអរគុណអ្នកនរគ្នាជំរាបលា bye see you next video